កំណាបរស្មីជីវិតបទពាក្យ7សូត្រដោយខ្ញុំព្រះករុណាខ្ញុំម៉ៅណៃស៊ីមព្រឹកព្រៀងរាំងស្មីព្រះសូរិយាញ៉ាំងភាពអន្តកាឲ្យរសាយរាំងសីពណ៌មាសពាសស្រស់ស្រាយងងឹតប្រែคล้ายផ្លាំងភ្លឺថ្លារុក្ខជាតិទាំងឡាយស្រាយស្រស់ល្អលាយពណ៌បវរដាស់ពសធារស្មីផ្សព្វផ្សាយពេញមេឃាវេហាថ្លាយងបងមងសៅអំណាចរាំងស្មីព្រះសូរិយាញ៉ាំងភាពអន្តកាឲ្យអស់ទៅឲ្យយើងយល់ជាក់រាំងឬជ្រៅក្រហមសខ្មៅដោយរាំងសីរីឯជីវិតយើងទាំងឡាយរៀងរាល់រូបកាយប្រុសឬស្រីចង់សុខចម្រើនកើនសួស្តីខ្លាចក្តីលំបាកយ៉ាងមួម៉ងខិតខំស្វះស្វែងតែងជីវ៉ាស្ទុះស្ទាមនីមនាប្រឹងត្រាច់ត្រង់ប្រកបកិច្ចការស្ដារប៉ុនប៉ងបំណងចង់បានខ្សានសុខាតាមពិតជីវិតយើងទាំងឡាយជួនបានសប្បាយឆ្ងាយតោសាពេលខ្លះលំបាកកាយចិន្តាបដូរផ្លាំងឆ្លាំងគ្នាជាប្រក្តីកិច្ចការនាទីគ្រប់បែបយ៉ាងដែលខិតខំសាងតិចច្រើនក្តីពេលខ្លះកាកកបគួរគប្បីពេលខ្លះជួបក្តីខុសបំណងពេលខ្លះពើប៉ះនឹងឧបសគ្គជុំពាក់វ័នវាក់ស្ទាក់កន្លងងាកឆ្វេងជាប់ស្ដាំចាំរិតចងហាក់ដូចចំណងចងជីវ៉ាឧបសគ្គតូចធំផ្ដុំជាបែបពោលដោយសង្ខេបហៅបញ្ហានាំឲ្យជីវិតដិតទុក្ខាទាំងកាយចិន្តាឥតស្រាកស្រានទោះគិតឬធ្វើច្រើនខូចខាតខិតខំសង្វាតក៏មិនបានដោយការក្រងទុកទាំងប៉ុន្មានច្រើនបានខានខកខូចកិច្ចការដូចនេះយើងបានអ្វីមកជួយប្រើជាជំនួយកាត់កាប់ឆ្កាឧបសគ្គតូចធំឬបញ្ហាទាំងនោះឯងណាឲ្យរសាយមានតែខិតខំផ្សំអាវុធខ្លាំងក្លាមោះមុតផងទាំងឡាយសម្រាប់ប្រើប្រាស់កោះកាប់ត្រាយដោះស្រាយចំណងផងនោះណាអាវុធនោះឯងចែងតាមពិតដែលខ្ញុំនឹកគិតរាល់វេលាខិតខំស្វែងរកមកយូរយាពោលគឺវិជ្ជាបញ្ញាវុធវិជ្ជាបញ្ញានឹងឯងន័យគឺជារស្មីភ្លឺមោះមុត
ចែងចាំងឲ្យយើងឃើញប្រាកដឆ្លងផុតឧបសគ្គឬបញ្ហាជីវិតនៃយើងទាំងប្រុសស្រីត្រូវការរាំងស្មីគឺបញ្ញាយកមកតាំងតែងកាយវាចាឲ្យបានថ្លៃថ្លាតាមបំណងរស្មីពន្លឺឬបញ្ញាអនុភាពខ្លាំងក្លាពិតកន្លងវិធីស្វែងរកគិតប៉ុនបងលោកបានចងចែងថ្លែងមាន4សុបានឮស្ដាប់សັບសន្ទនាចេញពិចារណាគិតជាប់ជួនពុកប៉ិនសាងសួរតាមបែបក្បួនលិលាក់ក្នុងខ្លួនកត់ចំណាំទី1បើឮឬក៏ស្ដាប់អ្នកចេះរាយរាប់ប្រាប់ណែនាំខំផ្ទៀងផ្ទាត់ស្ដាប់ចាប់ឲ្យចាំចំណាំដឹងយល់ស្គាល់វាក់ឃ្លាបំណាច់នឹងស្ដាប់ចាប់ឲ្យបានសន្តានញាតិមិត្តរាល់រូបាស្ដាប់ឲ្យដឹងស្គាល់កលកិច្ចការទៅកើតបញ្ញាថ្លាប្រសើរអ្នកដឹងគេស្ដីយើងចេះស្ដាប់សិក្សាសັບសួនតាមដំណើរសន្តិផ្ដោតជាប់កុំហោះហើរស្មារតីគួរបើតាំងឲ្យបានទី2ចេចិនប្រែថាគិតសង្កេតពិនិត្យតាមលំអានពាក្យពេចន៍ស្ដាប់ឮទាំងប៉ុន្មានតាមដានគួរគិតឲ្យបានយល់ការប្រើគុណិតនេះឯងនៃប្រាជ្ញលោកស្រដីថាបានផលអត្ថន័យលំបាកយ៉ាងងឿងឆ្ងល់ប្រាកដជាយល់ដល់ជម្រៅបើយើងគូគិតតែរឿងល្អទាំងតងផ្លូវធម៌តាមទិសដៅរហូតស្គាល់យល់រឿងរាក់ជ្រៅនោះឯងគឺផ្លូវនៃបញ្ញាទី3ពុប៉ិនឆ្ងល់សាកសួរនៅពាក្យគប់គួរតាមវោហាចេះជ្រើសពាក្យពេញមានខ្លឹមសារមកសួរសន្ទនាតាមហេតុផលចេះឆ្ងល់សង្ស័យនៃសារៈយល់មិនបានជាក់តាមកិច្ចកលដេញដោលតាមហេតុលេចជាផលផ្ដល់នៅបញ្ញាតាមលំដាប់តាមពិតការយល់កើតពីឆ្ងល់ហើយខំខ្វាយខ្វល់សួររៀបរាប់ជំរាបអ្នកចេះឲ្យជួយប្រាប់ទៅតាមលំដាប់សัพវជ័យទី4លិងប្រែថាកត់កំណត់ចំណាំរឿងចាស់ថ្មីខិតខំចងចាំតាមសំដីពាក្យពេចន៍គប្បីមានខ្លឹមសារដែលបានពីការខិតខំស្ដាប់មកតាមលំដាប់ច្បាប់មេគាថាប្រឹងប្រែងលឯងចាំក្នុងចិន្តាឬលិខិតថ្វាចាចុតទុក
បើយល់មិនចាំផ្ដាំឲ្យជ្រាបដរាបរៀងរៀបតទៅមុខស្រដីចរចាមិនស្រណុកមកតែទឹងទាំងអចិន្តាសុចេបុលិ4នេះឯងតាក់តែងចែងប្រាប់នៅមាគាឬជារូបមន្តនៃបញ្ញាវិជ្ជានានាតាមលំអានណដ្ឋិបញ្ញាសមាអាភិព្រះទ្រង់ទេសនាប្រោសប្រទានពន្លឺក្នុងលោកទាំងប៉ុន្មានគ្មានរស្មីភ្លឺស្មើបញ្ញាចំណេះប្រដូចនឹងចំណៃប្រាជ្ញារស្មីដូចសត្រាអាវុធស័ក្តិសិទ្ធគិតកាប់ឆ្កាឧបសគ្គនានាឲ្យខ្លីคลายសម្បត្តិចាត់ចែងញែកពីរយ៉ាងដែលយើងខំសាងរាល់រូបកាយសម្បត្តិក្រៅខ្លួនផងទាំងឡាយសម្រាប់ប្រើចាយចិញ្ចឹមខ្លួនទ្របជាប់ខាងក្រៅហៅបច្ច័យរួមចុះសល់ខ្លីមានត្រឹម4សម្បត្តិនឹងឯងនៅក្រៅខ្លួនតោងចេះថែធួនទៅបានផលបើចេះតែប្រើមិនបានគិតពិតជារលួងមិនសូវសល់ប្រើច្រើនអស់ច្រើនកើតអំពលខ្វាយខ្វល់ដល់កាយនិងចិន្តាតែទ្របខាងក្នុងនោះឯងនៃគឺជារស្មីឬបញ្ញាប្រើច្រើនកើតច្រើនកើនមហិមាវឌ្ឍនាដោះដាលបែកសោះសាយសម្បត្តិខាងក្នុងអត់លក់ទិញដូចជាទំនិញផងទាំងឡាយប្រើប្រាក់ទិញដូរតាមសប្បាយចំណាយចាយចែកដល់កូនចៅរស្មីពន្លឺឬប្រាជ្ញាលំបាំងណាំងសាណាញាតផៅបើចង់ចេះដឹងមិនចង់ខ្លៅត្រូវខំសិក្សាឲ្យបានច្រើនតាមរូបមន្ត4ខាងលើលះលែងអើពើគិតក្រវើនស្ដាប់គិតគួរកត់ទៅចម្រើនប្រាជ្ញាកើតកើនតាមលំអានបញ្ញាជាទ្រព្យគប់ប្រសើរគ្រាន់បើជាងទ្រព្យខាងក្រៅប្រាណដំណើរចិត្តឆ្ងាយយកទៅបានដិតដកតាមប្រាណគ្មានទោសានេះឯងរស្មីនៃជីវិតគួរខិតខំគិតរាល់វេលាស្វះស្វែងសិក្សារកវិជ្ជាដំរេះប្រាជ្ញាឲ្យបានច្រើនសម្រាប់ប្រើប្រាស់ក្នុងជីវិតរៀងគិតរកផ្លូវដែលចម្រើនរៀបវាចាចិត្តឲ្យកើតកើនជឿនលឿនកាកកបតាមប្រាថ្នាខ្ញុំសូមបាញ់ចប់ឈប់ស្រដីពន្លឺរាំងស្មីនៃជីវាសូមអស់ញាតិមិត្តគិតចុះណា
ដើម្បីសុខខាតទៅអើយ